ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់ពីវិធីធ្វើខទាវត្រីរ៉ស់ជាមួយនឹងសាច់ជ្រូក3ជាន់ចាហើយមុខម្ហូបមួយមុខនេះគឺពិសេសមែនតើបងប្អូនមួយវិញទៀតគឺថារសជាតិរបស់វាគឺដិតឆ្ងាញ់មែនតើត្រូវជាមួយនឹងបាយក្តៅបងប្អូនអ្វីពិសេសមួយទៀតបើសិនជាមានបបរសក្តៅមួយទៀតគឺកាន់តែពិសេសតែម្ដងកុំឲ្យបងប្អូនរងចាំយូរតោះយើងទៅមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំថានៅក្នុងមុខម្ហូបខទាវត្រីរ៉ស់ជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងហ្នឹងគឺមានរូបមន្តអ្វីខ្លះដាក់គ្រឿងផ្សំអ្វីខ្លះចាហើយនេះគឺជាគ្រឿងផ្សំគោលរបស់យើងគឺមានជាមួយនឹងត្រីរ៉ស់ហើយនិងសាច់ជ្រូក3ជាន់ដោយត្រីរ៉ស់យើងយកមកកាត់ជាកង់មកល្មមកុំធំពេកកុំតូចពេកបងប្អូនចាហើយសាច់ជ្រូក3ជាន់របស់យើងហ្នឹងគឺកាត់ជាកង់មកល្មមដែរអញ្ចឹងទៅឥឡូវរួចរាល់ហើយនឹងខ្ញុំចាប់ផ្ដើមប្រឡាក់ជាមួយនឹងអំបិលណាបងប្អូនចាយើងប្រឡាក់ជាមួយអំបិលនៅលើសាច់ត្រីរបស់យើងតិចអញ្ចឹងទៅដើម្បីឲ្យសាច់ត្រីរបស់យើងរឹងសាច់បានល្អដែលនេះខ្ញុំប្រឡាក់អំបិលយើងដាក់បន្តិចរយពីលើវាបានហើយបងប្អូនកុំប្រឡាក់ច្រើនពេកអញ្ចឹងបើពេលយើងយកទៅខទាវគឺវារៀងប្រៃព្រោះយើងដាក់គ្រឿងផ្សំផ្សេងទៀតអញ្ចឹងចឹងយើងរយខាងមុខខាងក្រោយអីចឹងទៅយើងរយវាអញ្ចឹងណាបងប្អូននៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើតាមរបៀបនេះគឺពេលយើងដាក់ខត្រីគឺអត់បែកសាច់ទេបងប្អូនត្រីរបស់យើងរឹងសាច់បានល្អមែនតើអញ្ចឹងយើងរយទាំងលើទាំងក្រោយញែកវាតបវាអញ្ចឹងទៅដើម្បីឲ្យអំបិលនៅសាច់ត្រីគឺវាចូលជាតិបានល្អបន្ទាប់មកនេះខ្ញុំមានប្រើជាមួយនឹងម្រេចដែរបើសិនជាបងប្អូនចូលចិត្តដាក់រៀងច្រើនបើសិនជាអត់សូវចេះហឹរយើងដាក់ម្ល៉េះម៉ូបានហើយយើងប្រឡាក់លើត្រីដូចគ្នាតែសម្រាប់ខទាវមួយមុខនេះបងប្អូនប្រើម្រេចកាន់តែច្រើនគឺកាន់តែល្អមែនតើបើសិនបើបងប្អូនទាំងអស់គ្នាចេះញ៉ាំហឹរយើងដាក់ម្រេចរៀងច្រើនគឺកាន់តែល្អហើយនៅពេលដែលយើងប្រឡាក់ម្រេចហ្នឹងគឺយើងប្រឡាក់ដូចអំបិលមិនណាបងប្អូនប្រឡាក់ទាំងមុខប្រឡាក់ទាំងក្រោយដើម្បីឲ្យវាចូលសព្វគ្នានៅពេលដែលយើងប្រឡាក់រួចរាល់ហើយយើងទុកមួយឡែកសិនប្រហែលជា5ទៅ10នាទីដើម្បីឲ្យអំបិលម្រេចចូលសព្វជាមួយនឹងត្រីចាំយើងយកទៅស្លនៅពេលនេះផងដែរយើងចាប់ផ្ដើមយកទៅចម្អិនទាំងអស់គ្នាដោយដំបូងនេះខ្ញុំដាក់ឆ្នាំងរៀងតូចល្មមចឹងទៅបើកភ្លើងមកល្មមរៀងក្តៅឆ្នាំងយើងចាប់ផ្ដើមដាក់ជាមួយនឹងស្ករពាងស្ករក្រហមហ្នឹងណាបងប្អូនការលៃស្ករទៅតាមទំហំនៃត្រីរបស់យើងតិចក៏ច្រើនតែជ្រូកតិចឬក៏ច្រើនអញ្ចឹងណាសម្រាប់ស្ករនេះគឺនឹងខ្ញុំប្រើចំនួន1ស្លាបព្រារៀងប្រើដែរបន្ទាប់ពីយើងកូរឡើងពងអង្ក្រងល្អហើយនឹងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងចូលដាក់ជាមួយនឹងខ្ទឹមដែលយើងបានចិញ្ច្រាំខ្ទឹមសដើម្បីកាត់បន្ថយភាពឆ្អាបនៃត្រីនៃសាច់ជ្រូករបស់យើងបន្ទាប់មកយើងកូរឲ្យវាសព្វតិចទៅនឹងខ្ញុំប្រើជាមួយប៊ីចេងកន្លះស្លាបព្រាជាមួយម្សៅរ៉ូឌី1ស្លាបព្រាជាមួយនឹងទឹកស៊ីអ៊ូ1ស្លាបព្រាដែរបងប្អូនចាហើយនេះខ្ញុំដាក់ជាមួយនឹងទឹកត្រីកន្លះស្លាបព្រាហើយបន្ទាប់មកនេះនាងខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវខាប់1ស្លាបព្រាពេញតែម្ដងហើយគ្រឿងនេះទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូននៅពេលដែលយើងផ្សំហ្នឹងបើសិនជាទំហំគីឡូត្រីយើងច្រើនតែជ្រូកយើងច្រើនយើងគុណរូបមន្តតាមនឹងផងដែរបន្ទាប់មកយើងកូរឲ្យគ្រឿងជាមួយសាច់ជ្រូករបស់យើងចូលសព្វហើយយើងចាប់ផ្ដើមដាក់ត្រីរបស់យើងចូលតែម្ដងហើយការដាក់ត្រីខហ្នឹងគឺយើងអត់កូរចុះកូរឡើងដើម្បីបែកសាច់ទេបងប្អូនចាយើងចាប់ផ្ដើមដាក់រៀបនៅក្នុងឆ្នាំងបែបនេះតែម្ដងហើយនៅពេលដែលយើងដាក់ត្រីដាក់អីរួចរាល់ហើយយើងលួចជាមួយនឹងទឹកបងប្អូនកុំដាក់ច្រើនខទាវទឹកវាបន្តិចទេអញ្ចឹងយើងដាក់ទឹកបន្តិចចឹងទៅដើម្បីរំងាស់ត្រីជាមួយសាច់ជ្រូករបស់យើងគឺឲ្យវាឆ្អិនបានល្អសិននៅពេលដែលយើងដាក់រំងាស់ត្រីប្រហែលជា3ទៅ5នាទីរួចរាល់ហើយយើងចាប់ផ្ដើមប្រេត្រីរបស់យើងទៅដាក់មួយចំហៀងទៀតដើម្បីឲ្យវាឆ្អិនស្មើគ្នាបន្ទាប់ពីយើងប្រែត្រីរួចរាល់ហើយយើងចាប់ផ្ដើមដាក់ត្រីរបស់យើងរំងាស់ជាមួយនឹងសាច់ជ្រូករបស់យើងរហូតទាល់តែវារៀងទឹកបន្តិចទេបងប្អូនចាខទាវទឹករៀងខាប់អញ្ចឹងឲ្យវារៀងទឹកបន្តិចអញ្ចឹងទៅដើម្បីឲ្យខរបស់យើងគឺកាន់តែឆ្ងាញ់ចាហើយការធ្វើខទាវរបស់នាងខ្ញុំហ្នឹងគឺនាងខ្ញុំរៀងរំងាស់រៀងឡើងក្រហមបែបនេះបងប្អូនចាសាច់ត្រីគឺឡើងក្រហមហើយបងប្អូនចាហើយសាច់ជ្រូករបស់យើងគឺក្រហមដូចគ្នាអញ្ចឹងនាងខ្ញុំអត់សូវយកខាប់ពេកទេដោយសារមានកូនតូចចាអញ្ចឹងនាងខ្ញុំដាក់រៀងមានទឹកតិចចឹងទៅបងប្អូនអត់ទៅចូលចិត្តស្រូបទឹកមួយបាយើងយករៀងខាប់គឺឆ្ងាញ់តែម្ដងឥឡូវនេះគឺសាច់ត្រីរបស់នាងខ្ញុំក៏ហមបានល្អហើយបងប្អូនមើលនេះតណូមែនតើហើយមួយទៀតផងដែរបងប្អូនទាំងអស់គ្នាត្រូវចាំថាខទាវយើងអាចប្រើម្រេចឲ្យវារៀងហឹរហើយមួយទៀតទឹករៀងខាប់គឺអាហ្នឹងខទាវឲ្យបងប្អូនឲ្យឆ្ងាញ់មែនតែម្ដងហើយនាងខ្ញុំឥឡូវនេះចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកខ្ទឹមដាក់ជាមួយនឹងម្ទេសបងប្អូនចូលចិត្តហឹរដាក់ម្ទេសរៀងច្រើនគឺកាន់តែឆ្ងាញ់នៅពេលនេះផងដែរការបង្ហាញធ្វើខទាវសាច់
ជ្រូក3ជាន់ជាមួយនឹងត្រីរ៉ស់របស់នាងខ្ញុំដែលបានបង្ហាញជូនបងប្អូនហ្នឹងគឺរួចរាល់ហើយបងប្អូនដល់ម៉ោងបាយល្មមដួសបាយតែមួយចានមកដាក់ជាមួយនឹងខទាវត្រីរ៉ស់សាច់ជ្រូករបស់យើងហ្នឹងគឺឆ្ងាញ់មែនតែនតែម្ដងបងប្អូនចាអញ្ចឹងនាងខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាប៉ុន្តែកុំភ្លេចជួយ Share Subscribe Channel របស់ខ្ញុំម្នាក់មួយផងអរគុណបាយបាយ